ឥឡូវនេះបើសិនជាយើងចង់ធ្វើការកាត់តវីដេអូមិនចាំបាច់ហត់ទៅរកកម្មវិធីច្រើនហើយក៏មិនចាំបាច់ចំណាយលុយដែរជាក់ស្ដែងដោយកម្មវិធី CapCut គឺទាល់តែយើងបង់ទៅទទួលបានជាមួយនឹងកម្មវិធី Pro ជាច្រើនជាមកប្រើហើយថ្ងៃនេះគឺខ្ញុំមានជាមួយនឹងកម្មវិធីមួយដែលអនុញ្ញាតឲ្យអ្នកទាំងគ្នាប្រើប្រាស់ដោយ free ដែលឥតគិតថ្លៃមិនថាទៅលើ effect ឬមួយក៏ layer ឬមួយក៏ add ទៅលើ filter អីផ្សេងគឺ free ទាំងអស់តែម្ដងហើយកម្មវិធីនេះអ្នកលេង TikTok ប្រកាសជាស្គាល់អញ្ចឹងទៅលើកម្មវិធីមួយនេះគឺខ្ញុំចង់សម្ដៅទៅលើកម្មវិធីកាត់តវីដេអូនៅក្នុង TikTok តែម្ដងអ្នកដែលគាត់ចូលចិត្តលេងជាមួយនឹងកម្មវិធី TikTok គាត់ប្រកាសជាដឹងហើយនៅលើកម្មវិធី TikTok គឺគេបានបង្កប់ជាមួយនឹងកម្មវិធីកាត់តវីដេអូមួយដែលល្អប្រសើរមែនទែនហើយខ្ញុំបានកាត់វាមករយៈអីអញ្ចឹងបើសិនជាយើងអត់ចង់ចាយលុយទៅលើកម្មវិធីផ្សេងដែលប្រើប្រាស់ទៅលើ Pro គឺអ្នកនរគ្នាអាចសាកទៅរៀនជាមួយនឹងកម្មវិធីកាត់តវីដេអូនៅក្នុង TikTok បានដោយយើងគ្រាន់តែធ្វើការថតវីដេអូរៀងរាល់ហើយបន្តមកទៀតគឺយើងចុចទៅលើធ្វើការ upload បន្ទាប់ពីយើងធ្វើការ upload នៅក្នុង TikTok ហ្នឹងគឺវានឹងមានពាក្យថា edit គឺវាមានទម្រង់លក្ខណៈបែបនេះគឺអ្នកនរគ្នាប្រកាសជាបានឃើញកន្លែងនេះគឺវាមានមួយជួរហើយចំណុចកន្លែងខាងលើនេះគឺវាមានពាក្យថា edit អញ្ចឹងបើសិនជាយើងចង់ធ្វើការកែឬមួយក៏កាត់វីដេអូហ្នឹងយើងគ្រាន់តែចុចកន្លែងហ្នឹងមកអ្នកនរគ្នានឹងទទួលបានជាមួយនឹងកម្មវិធីកាត់តមួយយ៉ាងល្អមែនទែនហើយទៅលើ layer របស់វាទៅលើការប្រើប្រាស់របស់វាគឺខ្ញុំគិតថាវាសាមញ្ញល្អងាយស្រួលវាហាក់បីដូចទៅនឹងកម្មវិធី CapCut អញ្ចឹងហើយអ្នកនរគ្នាអាចសិក្សាបន្ថែមបានដោយកម្មវិធីមួយនេះវាអនុញ្ញាតឲ្យយើងធ្វើការកាត់តបានគ្រប់ទម្រង់តែម្ដងមិនថា edit មិនថាដាក់ sound មិនថាសរសេរអក្សរឬមួយក៏អ្នកនរគ្នាអាច add ទៅលើ filter និយាយទៅអ្នកប្រើប្រាស់កម្មវិធី TikTok ពួកគាត់ប្រកាសជាចេះហើយអ្វីដែលសំខាន់កម្មវិធីទាំងអស់នេះទៅលើការប្រើប្រាស់នៅក្នុងចំណុចកន្លែងនេះគឺវា free ទាំងអស់តែម្ដងអ្នកទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការកាត់តវារួចរាល់ហើយយើងគ្រាន់តែចុចសញ្ញាព្រួញពណ៌ក្រហមហ្នឹងទៅវានឹងឲ្យយើងធ្វើការផុសហើយបើសិនជាអ្នកទាំងគ្នាអត់ចង់ផុសវីដេអូនឹងជាលក្ខណៈសាធារណៈក៏អ្នកទាំងគ្នាអាចដាក់ជាលក្ខណៈ unlist បានដែរហើយអ្នកទាំងគ្នាអាចមើលត្រង់កន្លែង see more នៅលើ account TikTok របស់យើងណាគឺវាមានពាក្យថា sell to device អញ្ចឹងអ្នកទាំងគ្នាអាចមើលបានយើងចុចមកលើពាក្យថា more option មកហើយអ្នកទាំងគ្នាឲ្យចូលមកខាងក្រោមយើងនឹងបានឃើញជាមួយនឹងពាក្យថា sell to device ហើយកន្លែងមួយទៀតគឺគេដាក់ថា sell ជាមួយនឹង watermark ហើយមួយទៀតគឺ sell ដោយមិនជាប់ជាមួយនឹង watermark របស់ TikTok អ្នកទាំងគ្នាបើសិនជាអ្នកទាំងគ្នាអត់ចង់ឲ្យ sell ទៅវាជាប់ជាមួយនឹង watermark logo TikTok គឺអ្នកទាំងគ្នាអាចបិទត្រង់ចំណុចកន្លែងនេះចោលទៅហើយបន្តមកទៀតគឺយើងគ្រាន់តែចុចផុសវារួចជាការស្រេចទៅលើវីដេអូដែលយើងបានធ្វើការកាត់តគឺវានឹងលោតចូល gallery ក៏ដូចជា photo នៅលើទូរស័ព្ទដៃរបស់អ្នកគ្នាអូតូតែម្ដងហើយហ្នឹងហើយបើសិនជាអ្នកទាំងគ្នាចង់បានទូរស័ព្ទដៃ iPhone ស្អាតកុំភ្លេចជាមួយនឹងហាងលក់ទូរស័ព្ទដៃ Darwin Store ដោយហាងរបស់គាត់គឺមានលក់ជាមួយទូរស័ព្ទដៃ iPhone គ្រប់ model series អ្វីដែលសំខាន់គាត់ក៏មានការធានាមួយឆ្នាំចេញពីហាងផ្ទាល់ផងដែរតម្លៃសមរម្យបើសិនជាចង់បានទូរស័ព្ទដៃដែលល្អៗកុំភ្លេចទៅរកជាមួយនឹងហាងរបស់គាត់អរគុណច្រើនបើសិនជាចង់ដល់អ្វីទៀតកុំភ្លេច comment នៅខាងក្រោមហើយខ្ញុំសូមតែម្យ៉ាងទេ Facebook របស់ខ្ញុំនេះគឺថ្មីខ្លាំងមែនតើហើយសម្រាប់ Facebook ធំនេះគឺខូចបាត់ហើយអញ្ចឹងអាថ្មីនេះគឺខ្ញុំសង្ឃឹមលើអ្នកនរគ្នាកុំភ្លេចជួយ follow ឲ្យខ្ញុំម្នាក់មួយដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីជារៀងរាល់ថ្ងៃអរគុណ